សូមជម្រាបសួរកូនបងទាំងអស់គ្នាតាមបណ្ដាញ Facebook និង YouTube សូមប្រំទានពរសូមប្រំទានពរបន្ថែមក្នុងព្រះនាមព្រះយេស៊ូវអាម៉ាស៊ីយ៉ាអរគុណព្រះអង្គថ្ងៃពុធទី11ខែ6ឆ្នាំ2025វេលាម៉ោង 9:29 នាទីនៅពេលយប់សូមប្រំទានពរទាំងអស់គ្នាអាមែនណាប្រធានបទនៅថ្ងៃនេះគឺឆ្លើយតបនៃសំណួរកូនហោរាដែលគាត់ទឹមតែជាកូនណាគាត់ទឹមតែស្គាល់ហោរាទឹមតែរៀនសូត្រថ្មីហើយប៉ាកំពុងតែបង្រៀនគាត់ឲ្យប្រើពាក្យពួកជំនុំហើយគាត់រមែងតែប្រើពាក្យក្រុមជំនុំហើយក៏លើកឡើងជាសំណួរថាតើពួកជំនុំហើយនឹងក្រុមជំនុំវាខុសគ្នាយ៉ាងម៉េចពីព្រោះចំពោះគាត់ដូចគ្នាហើយកាលប៉ានោះក៏ប៉ាយល់ឃើញដូចគ្នាដែរក៏ប៉ុន្តែនៅពេលដែលយើងអានព្រះបន្ទូលនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងយើងនឹងឃើញថាមានការខុសគ្នារវាងពួកជំនុំហើយនឹងក្រុមជំនុំហើយប៉ានឹងលើកឧទាហរណ៍នៅក្នុងព្រះបន្ទូលមួយចំនួនដើម្បីកូនឯងបានឃើញណាក្រុមជំនុំមានន័យយ៉ាងម៉េចពួកជំនុំមានន័យយ៉ាងម៉េចដើម្បីកូនឯងបានចេះប្រើពាក្យត្រឹមត្រូវនៅពេលដែលយើងជឿព្រះសំខាន់ណាស់ពាក្យសម្ដីដែលចេញពីមាត់យើងណាអ្នកដែលដើរនៅក្នុងអំណាចអ្នកដែលពេញជាព្រះវិញ្ញាណបរិសុទ្ធត្រូវយល់ច្បាស់ពីរឿងនឹងច្បាស់ជាងគេអញ្ចឹងដែលយើងប្រើពាក្យខុសគឺយើងនិយាយខុសអញ្ចឹងពាក្យសម្ដីនោះនឹងវាយបកចំពោះយើងវិញពាក្យសម្ដីនឹងคล้ายទៅជាការពិតក្នុងប្រការណាមួយជាពិសេសពេលណាកូនព្រះអង្គគាត់និយាយរឿងអវិជ្ជមានហ្នឹងហើយប៉ាធ្លាប់បង្រៀនពីមាត់យើងមានសារៈសំខាន់ណាស់យើងមិនត្រូវនិយាយពាក្យអវិជ្ជមានឬក៏ពាក្យមិនត្រឹមត្រូវនោះទេអញ្ចឹងដោយសារគាត់ជាអ្នកជឿថ្មីមិនអ្នកជឿថ្មីទេកូនហោរាគាត់អ្នកជឿយូរហើយក៏ប៉ុន្តែគាត់មិនទាន់ច្បាស់ពីរឿងពួកជំនុំហើយនឹងក្រុមជំនុំហើយប៉ាចេះតែកែគាត់ថាកូនត្រូវតែប្រើពាក្យពួកជំនុំពីព្រោះយើងជាអ្នកជឿព្រះយេស៊ូវជាព្រះវិហារអញ្ចឹងយើងត្រូវប្រើពាក្យពួកជំនុំមិនត្រឹមត្រូវមិនមែនក្រុមជំនុំទេក្រុមជំនុំគឺជាអ្នកដែលកាត់ក្តីតុលាការអញ្ចឹងដោយហេតុតែកូនព្រះអង្គភាកច្រើនគាត់ប្រើពាក្យក្រុមជំនុំអញ្ចឹងហាក់បីដូចជាគាត់ដាក់បណ្ដាសាទៅពួកជំនុំគាត់ក្រុមគាត់ទៅជាអ្នកកាត់ក្តីរិះគន់គេណាជំនុំជម្រះគេនិន្ទាគេអានេះក៏ខុសអានោះក៏ខុសអានេះក៏ខុសហ្នឹងហើយគេហៅក្រុមជំនុំរីឯពួកជំនុំគឺជាពួកព្រះវិហារអ្នកដែលជឿអញ្ចឹងដើម្បីឲ្យដឹងថាពួកជំនុំហើយនឹងក្រុមជំនុំនេះវាខុសគ្នាពួកជំនុំគឺព្រះវិហារក្រុមជំនុំគឺតុលាការអញ្ចឹងកូនព្រះអង្គច្រើនណាស់ដែលប្រើពាក្យអត់ត្រូវហើយថ្ងៃនេះយើងមិនមែនគ្រាន់តែមកនិយាយរឿងប៉ុណ្ណោះទេគឺចង់បញ្ជាក់ថានៅពេលដែលមាត់យើងពេញជាព្រះវិញ្ញាណបរិសុទ្ធនេះហើយនិយាយគឺថ្លែងទំនាយហើយនៅពេលដែលយើងថ្លែងទំនាយថាពួកជំនុំយើងជាក្រុមជំនុំនោះក្រុមជំនុំហ្នឹងណានឹងคล้ายទៅជាអ្នកតុលាការកាត់ក្តីដើរកាត់ទោសអ្នកដទៃហើយផ្ទុយទៅវិញបើសិនជាយើងនិយាយត្រូវថាពួកជំនុំគឺជាពួកអ្នកជឿព្រះអង្គអញ្ចឹងពួកជំនុំនោះគឺមិនទៅកាត់ក្តីគេទេប្រកាសជាអ្នកជឿព្រះយេស៊ូវដ៏ត្រឹមត្រូវអញ្ចឹងថ្ងៃនេះប៉ាបែងចែកឲ្យកូនឯងយល់ច្បាស់មែនតើណាយល់ច្បាស់មែនតើរវាងពួកជំនុំហើយនិងក្រុមជំនុំហេតុអីហោរាគាត់និយាយតែពួកជំនុំហេតុអីនៅក្នុងនិកាយឬក៏អ្នកផ្សេងទៀត
សេចក្តីជំនឿផ្សេងទៀតគេហៅក្រុមជំនុំគេអញ្ចឹងព្រឹងពីរហ្នឹងគឺខុសគ្នាដាច់អញ្ចឹងយើងត្រូវរៀនពីថ្ងៃទៅមុខឲ្យប្រើត្រូវអញ្ចឹងបើសិនជាពួកជំនុំហើយនឹងក្រុមជំនុំមានន័យដូចគ្នាអញ្ចឹងយើងអាចផ្លាស់ប្ដូរបានណាបើសិនជាពាក្យពួកជំនុំហើយនឹងពាក្យក្រុមជំនុំដូចគ្នាយើងអាចផ្លាស់ប្ដូរបានប៉ុន្តែតាមកពិតទៅនៅក្នុងយមន័យរបស់ព្រះគម្ពីរដែលយើងកំពុងតែរៀននេះគឺមិនអាចដោះដូរគ្នាបានអញ្ចឹងពាក្យហ្នឹងវាពីរខុសគ្នាដោយឡែកអាមែនអញ្ចឹងពួកជំនុំគឺជាអ្នកព្រះវិហារក្រុមជំនុំជាអ្នកតុលាការអ្នកកាត់ក្តីអញ្ចឹងប៉ានឹងលើកឧទាហរណ៍មួយចំនួននេះវាច្រើនពេកណាអញ្ចឹងប៉ាលើកឧទាហរណ៍មួយចំនួនដើម្បីឲ្យយើងប្រើពាក្យត្រូវអញ្ចឹងកុំភ្លេចប្រធានបទនៅថ្ងៃនេះគឺពួកជំនុំហើយនឹងក្រុមជំនុំហើយប៉ាបង្រៀនតាំងពីប៉ានៅកាណាដារឿងហ្នឹងប៉ុន្តែកូនព្រះអង្គគាត់មកក្រោយអញ្ចឹងគាត់អត់ចេះបែងចែកភាសាពីរហ្នឹងពួកជំនុំហើយនឹងក្រុមជំនុំគាត់ច្រើនតែប្រើពាក្យក្រុមជំនុំអ្នកនៅណាក្រុមជំនុំអ្នកនៅណីអញ្ចឹងតាមកពិតគឺពួកជំនុំគឺព្រះវិហារភាសាបារាំងគេហៅ Église ភាសាអង់គ្លេសគេហៅ Church អញ្ចឹងបើសិនជាយើងផ្លាស់ប្ដូរព្រះវិហារ Church Église បាននៅជាមួយនឹងពួកជំនុំមានថាត្រឹមត្រូវរីឯក្រុមជំនុំវិញយើងមិនអាចផ្លាស់ប្ដូរទៅជា Church ឬក៏ Église បានទេអញ្ចឹងយើងមើលទៅក្នុងយមន័យព្រះគម្ពីរឧទាហរណ៍ទី1ណាយើងនិយាយអំពីពួកជំនុំសិនព្រះគម្ពីរម៉ាថាយជំពូក16យើងនិយាយអំពីពួកជំនុំសិនអូខេម៉ាថាយជំពូក16ខ13អាមែនម៉ាថាយជំពូក16ខ13កាលព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេសារ៉ាហ្វីលីបហើយនៅជុំវិញហ្នឹងនោះទ្រង់មានព្រះបន្ទូលសាកសួរពីសិស្សថាតើមនុស្សទាំងឡាយគេថាកូនមនុស្សជាអ្នកណាណាព្រះយេស៊ូវជាអ្នកណាអញ្ចឹងព្រះអង្គបានសួរទៅពួកសិស្សហ្នឹងខ14ពួកសិស្សទូលឆ្លើយថាខ្លះថាជាយូហានបាទីសខ្លះទៀតថាជាអេលីយ៉ាហើយខ្លះទៀតថាជាយេរេមៀឬហោរ៉ាណាមួយអូខេខ15ទ្រង់មានបន្ទូលសួរថាចុះឯងរាល់គ្នាវិញតើថាខ្ញុំជាអ្នកណាខ16ស៊ីម៉ូនពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានប្រជញ្ញរស់ខ17រួចព្រះយេស៊ូវមានព្រះបន្ទូលតបថាអ្នកស៊ីម៉ូនកូនយូណាសអើយអ្នកមានពរត្បិតមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់នៅឋានសួគ៌វិញអញ្ចឹងពេត្រុសបានទទួលការបើកសម្ដែងពីព្រះវរបិតាដើម្បីឲ្យស្គាល់ថាព្រះអង្គជាព្រះគ្រីស្ទអូខេខ18ខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសអញ្ចឹងព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពេត្រុសខ្ញុំនឹងតាំងពួកជំនុំឃើញទេតាំងពួកជំនុំហ្នឹងគឺតាំងព្រះវិហារខ្ញុំនឹងតាំងពួកជំនុំមិនក្រុមជំនុំទេហើយបើសិនជាយើងមើលជាភាសាបារាំងប្រកាសជាសរសេរថា Église Church អញ្ចឹងមិនមែនក្រុមជំនុំទេក្រុមជំនុំគឺកុងស័យកុងស៊ុលឃើញទេអញ្ចឹងខ្ញុំនឹងតាំងពួកជំនុំនៅលើថ្មដានេះនៅលើសេចក្តីជំនឿព្រះគ្រីស្ទអញ្ចឹងព្រះអង្គនឹងតាំងពួកជំនុំព្រះវិហារបង្កើតព្រះវិហារនៅលើព្រះគ្រីស្ទនៅលើសេចក្តីជំនឿនៅលើការបង្រៀនរបស់ព្រះគ្រីស្ទហើយទ្វារឋានឃុំប្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយមិនដែលឈ្នះព្រះវិហារអញ្ចឹងព្រះអង្គប្រើប្រាស់ពួកជំនុំមិនមែនក្រុមជំនុំទេអញ្ចឹងបងប្អូនប្រើអត់ទាន់ត្រូវទេមានសារៈសំខាន់ប៉ុណ្ណាវាខុសគ្នាមេឃនឹងដីពួកជំនុំគឺព្រះវិហាររបស់ព្រះក្រុមជំនុំគឺជាអ្នកកាត់ក្តីព្រះវិហារ
ក្រមជំនុំគឺជាអ្នកកោលទោសនិន្ទាព្រះវិហារអញ្ចឹងកូនប៉ាដែលគាត់ចូលថ្មីគាត់ច្រឡំគាត់នៅតែប្រើពាក្យក្រមជំនុំណាព្រះជាម្ចាស់ព្រះជាម្ចាស់ព្រះជាម្ចាស់ទៅតាមព្រះវិហារកាតូលិកទៅតាមព្រះគម្ពីរកាតូលិកអស់ហើយគាត់ឈប់ប្រើព្រះអង្គម្ចាស់គាត់ទៅប្រើព្រះជាម្ចាស់ព្រះជាម្ចាស់ព្រះជាម្ចាស់ក្រមជំនុំអត់ត្រូវទេហើយសូមបញ្ជាក់ម្ដងទៀតណាមេរៀននេះគឺសម្រាប់កូនហោរាទេអ្នកដទៃកុំមើលព្រោះច្បាស់ជាក្តៅលើកត្រចៀកហោរាគាត់ទទួលខុសគេបង្រៀនខុសគេប៉ុន្តែស្របតាមបំណងផាតីនៃព្រះអញ្ចឹងថ្ងៃនេះហោរានឹងបែងចែកពាក្យថាពួកជំនុំហើយនឹងក្រុមជំនុំវាខុសគ្នាប៉ុណ្ណាអញ្ចឹងឧទាហរណ៍ទី1នេះគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក16ខ18ម្ដងទៀតខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងណាព្រះយេស៊ូវនឹងតាំងពួកជំនុំរបស់ព្រះយេស៊ូវនោះនៅលើថ្មដានេះនៅលើសេចក្តីជំនឿព្រះយេស៊ូវការបង្រៀនរបស់ព្រះយេស៊ូវហើយទ្វារឋានខុំប្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយអញ្ចឹងទ្វារនៃឋានខុំប្រលឹងមនុស្សស្លាប់មិនដែលឈ្នះពួកជំនុំមិនដែលឈ្នះព្រះវិហាររបស់ព្រះអង្គទេអញ្ចឹងពួកជំនុំយើងជាពួកជំនុំយើងជាអ្នកជឿព្រះយេស៊ូវយើងជាអ្នកពួកជំនុំអាមែនយើងមើលឧទាហរណ៍មួយទៀតណាអញ្ចឹងក្នុងព្រះគម្ពីរម៉ាថាយជំពូក16នេះពេលណាព្រះអង្គសួរទៅពេត្រុសឆ្លើយថាព្រះអង្គគឺជាព្រះគ្រីស្ទហើយព្រះយេស៊ូវមានព្រះបន្ទូលថានេះមិនមែនដោយសារសាច់ឈាមដែលបើកសម្ដែងទេគឺជាព្រះវរបិតាមានន័យថាខាងឯវិញ្ញាណដែលព្រះវរបិតាបានបើកសម្ដែងឲ្យពេត្រុសឃើញស្គាល់ថាព្រះយេស៊ូវជាព្រះបុត្រានៃព្រះអញ្ចឹងព្រះអង្គនឹងតាំងពួកជំនុំបង្កើតពួកជំនុំតាំងពួកជំនុំណានៅលើថ្មដានេះនឹងមានន័យថានៅលើសេចក្តីជំនឿដ៏រឹងមាំនេះសេចក្តីបង្រៀនរបស់ព្រះយេស៊ូវនេះណាកូនព្រះអង្គច្រើនណាស់យល់ច្រឡំដោយសារពេត្រុសមានន័យថាថ្មអញ្ចឹងយល់ច្រឡំថាព្រះអង្គនឹងបង្កើតពួកជំនុំនៅលើពេត្រុសឬក៏ឲ្យពេត្រុសកសាងពួកជំនុំនេះជាសេចក្តីជំនឿរបស់កាតូលិកទេណាហើយជារាប់រយឆ្នាំហើយគេនៅតែរក្សាសេចក្តីជំនឿហ្នឹងឃើញទេអញ្ចឹងគេហៅថាសេចក្តីជំនឿហ្នឹងចេះតែតាមគ្នាតាមពិតព្រះអង្គចង់និយាយទៅកាន់ពេត្រុសណាថាដោយសារអ្នកទទួលការបើកសម្ដែងខាងឯវិញ្ញាណអញ្ចឹងព្រះយេស៊ូវនឹងបង្កើតពួកជំនុំទៅតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវជាគ្រឹះមាំមួនសេចក្តីបង្រៀនរបស់ព្រះយេស៊ូវព្រះមានព្រះបន្ទូលខ្ញុំនឹងតាំងពួកជំនុំនៅលើថ្មដាពាក្យថ្មដានេះគឺមានថានៅលើគ្រឹះមាំមួនសេចក្តីបង្រៀនរបស់ព្រះយេស៊ូវអាមែនហើយឋានខុំប្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឃើញពួកជំនុំគឺជាពួកព្រះវិហារអញ្ចឹងបើយើងដោះដូរពួកជំនុំទៅព្រះវិហារគឺបានខ្ញុំនឹងតាំងព្រះវិហារនៅលើថ្មដានេះហើយទ្វារនៃឋានខុំប្រលឹងមនុស្សស្លាប់មិនដែលឈ្នះព្រះវិហារនៃព្រះឡើយឃើញទេអញ្ចឹងពួកជំនុំគឺមានន័យថាព្រះវិហារឥឡូវយើងមើលផ្សេងទៀតណាថ្ងៃនេះកុំភ្លេចយើងបែងចែកពួកជំនុំនិងក្រុមជំនុំពីព្រោះវាខុសគ្នាមេឃហើយនឹងដីប៉ុន្តែកូនព្រះអង្គចេះតែប្រើដដែលហើយប៉ាខំបង្រៀនកែកូនប៉ានឹងឲ្យនិយាយត្រូវអូខេនៅក្នុងព្រះគម្ពីរកិច្ចការចំពុក14យើងមើលឧទាហរណ៍ផ្សេងទៀតតាមពិតឧទាហរណ៍នោះវាច្រើនណាស់ក៏ប៉ុន្តែយើងមើលត្រួសទេមើលចំណុចណាសំខាន់ទេអញ្ចឹងនៅក្នុងព្រះគម្ពីរកិច្ចការចំពុក14ខ21សូមស្ដាប់ក្រោយដែលប្រកាសប្រាប់ដំណឹងល្អហើយមានសិស្សជាច្រើននៅក្រុងនោះក៏ត្រឡប់ទៅឯលីស្ដាអ៊ីកូនៀមនិងអានធីយ៉ូកវិញអូខេព្រមទាំងចម្រើនកម្លាំងដល់ពួកសិស្សឲ្យមានចិត្តណារឹងប៉ឹងឡើង
ហើយទូមានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿដោយពាក្យថាត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើនទើបនឹងចូលទៅក្នុងនគរព្រះបានអញ្ចឹងនៅតំបន់នោះជាពិសេសនៅអន្តិយោគគេបង្កើតពួកជំនុំហើយយើងមើល23កាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំគ្រប់ទាំងព្រះវិហារឃើញទេយើងដោះដូរពួកជំនុំទៅព្រះវិហារបានឃើញទេអញ្ចឹងបានរើសពួកចាក់ទុំណាឡើងក្នុងគ្រប់ទាំងពួកជំនុំគ្រប់ទាំងព្រះវិហារហើយអធិដ្ឋានទាំងតមនោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ដែលគេបានជឿដល់ទ្រង់ហើយអញ្ចឹងពួកជំនុំគឺជាព្រះវិហារហើយពួកសាវកក៏បង្កើតពួកជំនុំនៅទីក្រុងផ្សេងហើយបន្ទាប់តាំងឲ្យមានអ្នកដឹកនាំក្នុងពួកជំនុំមានថាក្នុងព្រះវិហារហើយអធិដ្ឋានតមហើយក៏ពួកសាវកហ្នឹងក៏ទុកពួកជំនុំហ្នឹងនៅក្នុងព្រះហស្ថព្រះអង្គម្ចាស់មានន័យថាឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំឃើញយមន័យពួកជំនុំគឺជាព្រះវិហារហើយយើងមើលគំរូផ្សេងមួយទៀតអេពីសូតចំពុក5ណាកុំភ្លេចយើងថ្ងៃនេះយើងបែងចែកពួកជំនុំនិងក្រុមជំនុំអេពីសូតចំពុក5ខ25នេះជាផុសតាងមួយទៀតអូខេបរិសុទ្ធរាល់គ្នាអើយចូលស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំដល់ព្រះវិហារអញ្ចឹងបើយើងផ្លាស់ប្ដូរពួកជំនុំគឺអាចផ្លាស់ប្ដូរទៅព្រះវិហារបានឃើញទេអញ្ចឹងពួកជំនុំម្ដងទៀតណាអេពីសូតចំពុក5ខ25បរិសុទ្ធរាល់គ្នាអើយចូលស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំឃើញទេដល់ព្រះវិហារហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផងខ26ដើម្បីឲ្យទ្រង់បានញែកពួកជំនុំព្រះវិហារទៀតដែរបានញែកពួកជំនុំចេញជាបរិសុទ្ធដោយបានលាងសម្អាតនឹងទឹកគឺជាព្រះបន្ទូលអញ្ចឹងយើងអាចដោះដូរពួកជំនុំទៅជាព្រះវិហារអញ្ចឹងមិនប៉ាបង្រៀនឲ្យកូនប៉ាប្រើពាក្យពួកជំនុំអ្នកដែលជឿព្រះយេស៊ូវគឺជាពួកជំនុំណាអ្នកដែលជឿព្រះយេស៊ូវគឺជាពួកជំនុំណាថ្ងៃនេះយើងរៀនបែងចែកពួកជំនុំនិងក្រុមជំនុំរឿងហ្នឹងពីរខុសគ្នាហើយប៉ាបង្រៀនឲ្យកូនឯងប្រើពាក្យឲ្យត្រូវកុំចេះហាយអើតាមកាតូលិកកុំចេះហាយអើតាមគេយើងរៀននិយាយត្រូវធ្វើត្រូវពីព្រោះពួកជំនុំនិងក្រុមជំនុំគឺជាក្រុមពីរដាច់ដោយឡែកដូចមេឃហើយនឹងដីអញ្ចឹងយើងដល់ខ27ហើយប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ទុកជាពួកជំនុំដ៏ឧត្តមឥតប្រឡាក់ឥតជ្រួញឬមានអ្វីឲ្យដូចឡើយគឺឲ្យបានបរិសុទ្ធហើយឥតកន្លែងបន្ទោសបានពួកជំនុំគឺជាអ្នកជឿព្រះយេស៊ូវក្រុមជំនុំគឺជាអ្នកកាត់ទោសកាត់ក្តីអ្នកដែលជឿព្រះយេស៊ូវធ្វើម៉េចឲ្យកូនឯងជាក្រុមជំនុំកើតពីព្រោះកូនឯងជាពួកជំនុំមិនមែនជាក្រុមជំនុំទេក្រុមជំនុំគឺជាអ្នកតុលាការអ្នកកាត់ក្តីអាមែនយើងមើលគំរូផ្សេងទៀតស្ដីអំពីពួកជំនុំមិនមែនក្រុមជំនុំទេហ្វីលីបចំពុក4ខ15ហ្វីលីបចំពុក4ខ15អោពួកក្រុងហ្វីលីបអើយអ្នករាល់គ្នាក៏ដឹងថាកាលចាប់ប្រារព្ធប្រកាសដំណឹងល្អដែលខ្ញុំទៅនឹងចេញពីស្រុកម៉ាសេដូនមកនោះគ្មានពួកជំនុំណាឃើញទេគ្មានព្រះវិហារណាគ្មានពួកជំនុំណា
បានប្រកបនឹងខ្ញុំអំពីដំណើរប្រាក់ចំណាយចំណូលឡើយមានតែអ្នករាល់គ្នាប៉ុណ្ណោះអញ្ចឹងទីក្រុងហ្វីលីបណាក្រុងហ្វីលីបនោះបានជួយដល់សាវកពលក្នុងការធ្វើដំណើររេអង្គាសដង្វាយអីចឹងទៅអញ្ចឹងគឺនិយាយអំពីពួកជំនុំដែលនៅក្រុងហ្វីលីបមិនក្រុមជំនុំទេពួកជំនុំគឺជាព្រះវិហារឥឡូវប៉ាដូរពួកជំនុំទៅព្រះវិហារសូមស្ដាប់ណាហ្វីលីបចំពុក4ខ15អោក្រុងហ្វីលីបអើយអ្នករាល់គ្នានឹងដឹងថាកាលណាចាប់ប្រពប្រកាសដំណឹងល្អដែលខ្ញុំទៅនឹងចេញពីក្រុងម៉ាសេដូននោះគ្មានព្រះវិហារណាឃើញទេនោះគ្មានពួកជំនុំណាយើងដូរពួកជំនុំទៅព្រះវិហារបានឃើញទេនោះគ្មានពួកជំនុំណាមកប្រកបនឹងខ្ញុំណានោះគ្មានព្រះវិហារណាបានមកប្រកបនឹងខ្ញុំអំពីដំណើរប្រាក់ចំណាយចំណូលឡើយមានតែអ្នករាល់គ្នាប៉ុណ្ណោះអញ្ចឹងពួកជំនុំគឺជាព្រះវិហារខ្លួនឯងជាពួកជំនុំមិនមែនជាក្រុមជំនុំទេរៀននិយាយឲ្យត្រូវហើយរៀនកែគ្នាទៅវិញទៅមកឥឡូវយើងមើលគំរូខាងក្រុមជំនុំអញ្ចឹងបើសិនជាពាក្យហ្នឹងមានន័យដូចគ្នាយើងអាចផ្លាស់ប្ដូរបានបើសិនជាពួកជំនុំជាក្រុមជំនុំអញ្ចឹងយើងអាចដោះដូរបានប៉ុន្តែពាក្យហ្នឹងវាមិនដូចគ្នាសោះឥឡូវយើងមើលគំរូពីក្រុមជំនុំម្ដងតើក្រុមជំនុំនោះជាមនុស្សប្រភេទណាជាពួកប្រភេទណាម៉ាថាយចំពុក26ណាប៉ាគាត់លើកឧទាហរណ៍ត្រួសទេតាមពិតមានច្រើនណាស់ប៉ុន្តែកូនព្រះអង្គមិនព្រមស្ដាប់មេរៀនហោរាទេណាហើយយល់ឃើញថាវាដូចគ្នា No កុំជឿតាមកាតូលិកគឺមិនដូចគ្នាទេអូខេម៉ាថាយចំពុក26ខ57ព្រះវិហារហើយនឹងតុលាការខុសគ្នាដាច់បើយើងមើលក្នុងព្រះគម្ពីរអង់គ្លេសគឺអត់សង្ស័យទេបើយើងមើលក្នុងព្រះគម្ពីរបារាំងអត់សង្ស័យដែរបារាំងគេហៅថា Église ណាអង់គ្លេសគេហៅ Church ឬក៏ Congregation ពួកជំនុំអញ្ចឹងមានតុលាការខុសគ្នាដាច់ឥឡូវយើងមើលនៅក្នុងព្រះគម្ពីរស្ដីអំពីពួកក្រុមជំនុំម្ដងតើពួកគេនឹងជាអ្នកណាព្រះគម្ពីរម៉ាថាយចំពុក26ខ57ម៉ាថាយ26ខ57អូខេឯពួកអ្នកដែលចាប់ព្រះយេស៊ូវណាក្រុមជំនុំអ្នកចាប់ព្រះយេស៊ូវមិនព្រះវិហារអ្នកចាប់ទេចាំមើលណាឯពួកអ្នកចាប់ព្រះយេស៊ូវគេដឹកនាំទៅឯលោកកៃផាជាសម្ដេចសង្ឃនៅកន្លែងដែលពួកអាចារ្យនិងពួកចាស់ទុំបានប្រជុំគ្នា58រីឯពេត្រុសគាត់តាមទ្រង់ពីចម្ងាយរហូតដល់ព្រះលាននៃសម្ដេចសង្ឃក៏ចូលទៅអង្គុយខាងក្នុងជាមួយនឹងពួកអាចារ្យដើម្បីចង់ឃើញទីបំផុតនៃការនោះអញ្ចឹងក្រុមជំនុំនឹងគេចាប់ព្រះយេស៊ូវយើងមើលយមន័យក្រុមជំនុំនៅខាងក្រោមនេះ59អញ្ចឹងនៅ57ឯពួកអ្នកដែលចាប់ព្រះយេស៊ូវឥឡូវយើងមើល59ព្រះគម្ពីរដដែលម៉ាថាយចំពុក26ខ59ចំណែកពួកសង្ឃរាជនិងពួកចាស់ទុំហើយក្រុមជំនុំទាំងអស់គ្នាគេស្វែងរកសេចក្តីបន្ទាល់ខ្លែងទាស់នឹងព្រះយេស៊ូវប្រយោជន៍ឲ្យបានសម្លាប់ទ្រង់អញ្ចឹងក្រុមជំនុំគឺជាអ្នកកាត់ក្តីព្រះយេស៊ូវអញ្ចឹងពួកសង្ឃរាជពួកចាស់ទុំហើយក្រុមជំនុំមិនព្រះវិហារទេមិនមែនពួកជំនុំទេគឺក្រុមជំនុំនេះគឺពួកអ្នកតុលាការអ្នកដែលចាប់ព្រះយេស៊ូវហើយកាត់ក្តីព្រះយេស៊ូវចង់សម្លាប់ព្រះយេស៊ូវនឹងហើយគេហៅថាក្រុមជំនុំហើយចុះកូនឯងជាពួកជំនុំឬក៏ក្រុមជំនុំរាល់ថ្ងៃនេះបើកូនឯងតាំងខ្លួនឯងជាក្រុមជំនុំកូនឯងអ្នកទាស់ជាមួយនឹងព្រះហើយបៀតបៀនព្រះវិហារបៀតបៀនពួកជំនុំបៀតបៀនអ្នកជឿព្រះយេស៊ូវ
គឺក្រុមជំនុំហើយប៉ានៅតែលឺរាល់ថ្ងៃនេះពេលប៉ាទៅថ្វាយបង្គំទៅព្រះវិហារនេះព្រះវិហារនោះនៅតែលឺក្រុមជំនុំ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 អញ្ចឹងក្រុមជំនុំមានន័យថាគេតាំងខ្លួនគេជាចៅក្រមគេតាំងខ្លួនគេជាអ្នកកាត់ក្តីគេតាំងខ្លួនគេទាស់ជាមួយនឹងព្រះគេតាំងខ្លួនគេចាប់ព្រះយេស៊ូវអញ្ចឹងបើសិនជាកូនឯងជាក្រុមជំនុំកូនឯងកំពុងតែទាស់ជាមួយនឹងព្រះវិហាររបស់ព្រះហើយបែកចែកដាច់ស្រឡះតែម្ដងអូខេម្ដងទៀតម៉ាថាយ26ខ59ចំណែកពួកសង្ឃរាជនិងពួកចាស់ទុំហើយក្រុមជំនុំទាំងអស់គ្នាគេស្វែងរកសេចក្តីបន្ទាល់ខ្លែងទាស់នឹងព្រះយេស៊ូវប្រយោជន៍ឲ្យបានសម្លាប់ទ្រង់អ្នកណាដែលស្វែងរកទីបន្ទាល់ខ្លែងខ្លាយស្ដើម្បីចោទប្រកាន់ព្រះយេស៊ូវឲ្យសម្លាប់ព្រះយេស៊ូវគឺក្រុមជំនុំអញ្ចឹងកូនឯងមិនមែនជាក្រុមជំនុំទេកូនឯងជាពួកជំនុំអាមែនយើងមើលឧទាហរណ៍ផ្សេងទៀតស្តៀងគ្នាម៉ាកុស14សាច់រឿងដដែលទេម៉ាកុស14ខ53ទៅគេក៏នាំព្រះយេស៊ូវទៅដល់សម្ដេចសង្ឃពួកសង្ឃរាជពួកចាស់ទុំហើយពួកអាចារ្យទាំងអស់គ្នាក៏ប្រជុំគ្នាណាឯលោកចំណែកពេត្រុសគាត់តាមទ្រង់ពីចម្ងាយរហូតដល់ខាងក្នុងព្រះលានសម្ដេចសង្ឃក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាចារ្យខ55ពួកសង្ឃរាជនិងពួកក្រុមជំនុំទាំងអស់គ្នាឃើញទេអញ្ចឹងមិនមែនព្រះវិហារទេនេះពួកសង្ឃរាជនិងពួកក្រុមជំនុំទាំងអស់គ្នាគេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវដើម្បីនឹងសម្លាប់ទ្រង់បង់តែរកមិនបានសោះអញ្ចឹងក្រុមជំនុំនេះសិតតែជាអ្នកឧបាយកលតុលាការកាត់ក្តីចង់សម្លាប់ព្រះយេស៊ូវក្រុមជំនុំគឺជាអ្នករិះគន់ក្រុមជំនុំគឺជាអ្នកដែលចោទប្រកាន់អានេះខុសអានេះត្រូវអានេះខុសអានេះត្រូវក្រុមជំនុំប្រកែនិន្ទាគេវាយតម្លៃគេក្រុមជំនុំគឺជាក្រុមតុលាការក្រុមកាត់ក្តីមិនមែនពួកជំនុំទេពួកជំនុំគឺជាអ្នកជឿព្រះយេស៊ូវអ្នកថ្វាយបង្គំព្រះយេស៊ូវគឺជាព្រះវិហាររបស់ព្រះយេស៊ូវនឹងហើយគេហៅថាពួកជំនុំណាប៉ាខានបង្រៀនមេរៀននេះយូរហើយប៉ុន្តែដោយសារកូនប៉ាមានកូនថ្មីហើយគាត់នៅតែនៅក្នុងប្រពៃណីនៅឡើយអញ្ចឹងគាត់អរគុណព្រះជាម្ចាស់អីណាគាត់នៅតែក្រុមជំនុំអីចឹងទៅអញ្ចឹងមេរៀននេះដាស់តឿនដើម្បីឲ្យខំកែគាត់ត្រឡប់មកឲ្យប្រើពាក្យត្រូវអូខេហើយសូមរំលឹកម្ដងទៀតថាមេរៀននេះសម្រាប់តែកូនហោរាទេអ្នកដទៃក៏មើលពីព្រោះវាអត់ពេញចិត្តតិចបងប្អូនទេព្រះគម្ពីរលូកាចំពុក23យើងមើលអំពីក្រុមជំនុំទៀតហើយវាខុសគ្នាប៉ុណ្ណាព្រះគម្ពីរលូកាចំពុក23ខ50ហើយមានណាមើលមានមនុស្សម្នាក់ឈ្មោះយូសែបពីក្រុមជំនុំពីអ្នកតុលាការមិនព្រះវិហារទេមិនពួកជំនុំទេណាម្ដងទៀតមានម្នាក់ឈ្មោះយូសែបពីក្រុមជំនុំជាមនុស្សល្អត្រឹមត្រូវសុចរិតលោកនេះមិនបានចូលដៃចូលគំនិតជាមួយនឹងគេទេណាអញ្ចឹងលោកយូសែបមកពីស្រុកអារីម៉ាថេហ្នឹងគាត់មិនបានរួមគំនិតខូបខិតសម្រាប់ព្រះយេស៊ូវទេគាត់នៅក្នុងចៅក្រមគាត់នៅក្នុងតុលាការគាត់នៅជាមួយពួកក្រុមជំនុំ
ប៉ុន្តែគាត់មិនបានផ្ដល់មតិផ្ដល់យោបល់គាត់អត់មានរួមគំនិតសម្រាប់ព្រះយេស៊ូវទេអូខេលោកនៅអរិម៉ាថេជាភូមិសាសយូដាហើយរងចាំនគរព្រះដែរលោកទៅឯលោកពីឡាតដើម្បីសុំព្រះសពព្រះយេស៊ូវអញ្ចឹងដល់ពេលដែលព្រះអង្គសុគតលោកយូសែបពីអរិម៉ាថេហ្នឹងគាត់ទៅសុំព្រះសពពីលោកពីឡាតអញ្ចឹងលោកយូសែបអរិម៉ាថេនេះគាត់ជាក្រុមជំនុំប៉ុន្តែគាត់មិនបានបោះឆ្នោតឬក៏មិនបានចូលរួមប្រការណាមួយដើម្បីសម្រាប់ព្រះយេស៊ូវទេអញ្ចឹងពាក្យថាក្រុមជំនុំគឺក្រុមតុលាការក្រុមកាត់ក្តីក្រុមកាត់ទោសក្រុមជំនុំជម្រះណានិន្ទាក្រុមជំនុំគឺជាអ្នកមើលងាយអ្នកជឿព្រះយេស៊ូវក្រុមជំនុំគឺជាអ្នកវាយប្រហារព្រះយេស៊ូវក្រុមជំនុំគឺជាអ្នកចាប់ព្រះយេស៊ូវចងហើយសម្លាប់ក្រុមជំនុំគឺជាអ្នកកាត់ក្តីគេដើរតែកាត់ក្តីគេដើរតែកាត់ក្តីគេអានេះខុសអានេះត្រូវអានេះខុសអានេះត្រូវអាហ្នឹងហើយក្រុមជំនុំរីឯពួកជំនុំវិញគឺជាអ្នកជឿព្រះយេស៊ូវអញ្ចឹងថ្ងៃនេះបំភ្លឺដើម្បីឲ្យកូនព្រះអង្គឃើញហើយយើងមើលគំរូផ្សេងទៀតនៅក្នុងដំណឹងល្អព្រះគម្ពីរកិច្ចការចំពុក5ស្ដីអំពីក្រុមជំនុំហ្នឹងឯងដែលធ្វើបាបពួកសាវកខំចេញផ្សាយដំណឹងល្អធ្វើការអស្ចារ្យក្រុមជំនុំអ្នកចាប់ពួកសាវកដាក់ក្នុងគុកវាយគឺក្រុមជំនុំមិនមែនពួកជំនុំទេក្រុមជំនុំឥឡូវយើងមើលកិច្ចការចំពុក5ហើយក្នុងដំណឹងល្អមានផុសតាងច្រើនណាស់ហើយជាពិសេសក្នុងព្រះគម្ពីរកិច្ចការមានច្រើនណាស់ប៉ុន្តែប៉ាលើកត្រួសទេដើម្បីឲ្យខ្លួនឯងចេះបែងចែកក្រុមជំនុំពួកជំនុំព្រះគម្ពីរកិច្ចការចំពុក5ខ17ទៅសូមស្ដាប់រីឯសម្ដេចសង្ឃនឹងអស់អ្នកនៅជាមួយនឹងលោកដែលនៅខាងពួកសាដូស៊ីគេលើកគ្នាឡើងដោយមានសេចក្តីកំហឹងដល់ពោពេញខ18ក៏ចាប់ពួកសាវកយកទៅឃុំទុកខ19ប៉ុន្តែនៅវេលាយប់នោះមានទេវតានៃព្រះម្ចាស់បើកទ្វារគុកនាំចេញមកប្រាប់ថាខ20ចូលទៅឈរអធិប្បាយនៅក្នុងព្រះវិហារឲ្យបណ្ដាជនស្ដាប់អស់ទាំងព្រះបន្ទូលពីជីវិតថ្មីនេះទៅខ21ការគេបានឮហើយនោះក៏នាំគ្នាចូលទៅបង្រៀនក្នុងព្រះវិហារពីព្រលឹមឯសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយនឹងលោកក៏មកហៅពួកក្រុមជំនុំឃើញទេអញ្ចឹងទាំងសម្ដេចសង្ឃគេចង់បៀតបៀនពួកសាវកអញ្ចឹងគេចាប់ពួកសាវកហើយទេវតានៃព្រះមករំដោះគេហើយពួកសង្ឃពួកអីហ្នឹងទៅខុបខិតជាមួយក្រុមជំនុំមិនមែនព្រះវិហារនៃព្រះទេគឺពួកតុលាការអូខេឯសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយនឹងលោកក៏មកហៅពួកក្រុមជំនុំពួកអ្នកកាត់ក្តីពួកអ្នកតុលាការនិងពួកចាស់ទុំនៃសាសអ៊ីស្រាអែលទាំងអស់គ្នាឲ្យប្រជុំគ្នារួចចាត់ពួកអាចារ្យទៅឯគុកដើម្បីនឹងនាំយកពួកសាវកមកអញ្ចឹងពួកក្រុមជំនុំនឹងឯងអ្នកចាប់សាវករបស់ព្រះអង្គដែលខំផ្សាយដំណឹងល្អពួកក្រុមជំនុំនឹងឯងអ្នករោរឿងព្រះយេស៊ូវដល់ចំនួនពួកសាវកក្រុមជំនុំនឹងឯងដែលចាប់ពួកសាវកហាមឃាត់មិនឲ្យនិយាយពីព្រះយេស៊ូវក្រុមជំនុំនឹងឯងដែលហាមឃាត់មិនឲ្យផ្សាយដំណឹងល្អក្រុមជំនុំនឹងឯងដែលវាយពួកសាវកក្រុមជំនុំនឹងឯងដែលចាប់ពួកសាវកដាក់ក្នុងគុកក្រុមជំនុំនឹងឯងដែលបៀតបៀនដំណឹងល្អអញ្ចឹងភាសាខ្មែរយើងអត់ច្បាស់ទេក្រុមជំនុំហ្នឹងប៉ុន្តែភាសាអង់គ្លេសភាសាបារាំងភាសាគេផ្សេងគេបែងចែក Church Église ព្រះវិហារគេបែងចែកដល់តែខ្មែរយើងប្រើពាក្យអត់ត្រូវនៅតែក្រុមជំនុំអត់ទេគឺពួកជំនុំយើងជាអ្នកជឿព្រះយេស៊ូវយើងមិនមែនអ្នកតតាំងជាមួយនឹងព្រះយេស៊ូវទេ
dương chỉ nè sai đồng năng là o dương mình men nè rèn ste đồng năng là o tê chân crom chân nôm ní cầm pông tề chạp bộ xà vẽ nông pre công pi cây ca trong phục pram chạp bộ xà vẽ đã cục nè ná nè chạp crom chân nôm chân con anh chụp ra bịa crom chân nôm tư pro con anh mình trong toa cho môi nâng pre mình trong toa cho môi nông nâng là o nè khai cái gì thà trong buộc nhau mà buộc chân nôm nâng crom chân nôm đôi cái nè no dùng mình này trên màu khóc nè đôi mê hay nâng đây nè sai đồng nâng lõ hay crom chân nôm chỉ nè chạp nè đẹp sai đồng nâng lõ nâng hay thu mấy ở đôi cái nè cả thu mấy ở dùng mình này đôi cái nè cả thu mấy ở dương nè chưa pre Giêsu khai từ chia crom chân nôm cả lưu tra từ dương trong toa cho môi đồng nâng lõ toa cho môi phụ xả vẽ toa cho môi nâng pre vi hía toa cho môi nâng pre Giêsu năng crom chân nôm mày chẳng rồi ngày ní mình nuôi prao pra pịa ở trâu tê việc smao nâng này dây thà dương chỉ nhẹ tụt từng nâng pre kri crom chân nôm nhẹ nơi nào thế nhóm miên tập phụ chân nôm thế nhóm ăn miên crom nhóm ăn miên nhẹ tà la ca nhẹ cắt cái đây nhẹ toa cho môi pre Giêsu toa cho môi đồng nâng lo toa nâng ca sang cua thế nhóm mình men chỉ crom chân nôm thế nhưng mà đây tại chập nhẹ na đã tới nông cục ham khoát nhẹ na mình oi sai đồng nâng lo nhưng mà đây tới ri côn kia anh ấy khâu họ nuốt trâu anh ấy khâu thế nhóm chỉ phụ chân nôm mình men crom chân nôm thế nhóm chỉ phụ chân nôm mình men crom chân nôm thế ok không phải bị cái có ban ta đo cụcแต่มันเคยปุสเวะในขนมกกเตรวยตลอดมอกวิ่งจมเรียบถ่าหายไอ้อันในขนมนั่งปีโปรเตดาในเปรี้ยบานซ้ายบานน้อมเกจเจงเอาตบทรายดำนังละอ้อจังเกี่ยอันในขนมกกเตี้ยเต้จังกรมจะนมเกตบมือขนมกกถ้าอัดเคยนั่งติคอมเพย์ใบยังขยมบานเคยกกในบัดเวียจวบเตียงประหยัดกรบจมปุกโปรมเตียงเมียนปุเยี่ยมละบาดโชว์นมวัดเวียพ้องแต่การบานบาเตอร์นู่มันเคยเมียนเนี่ยนามวยในขนมตีนูซอโปรเตวดาบานสายกิจจังให้การเมตัวเปรซาเปรวิเฮียหนึ่งผู้ซองกระเรียบานลือโดยชนกนู่ก็สมโตวอลขนมจัดปีดำนาวผู้นู่หายไปเตยหน้าได้การชี้ยางหน้าจังผู้สเวนักเตยหน้าได้กิจจับหนึ่งสมนุวสัวท่าเนี่ยนะได้จับปุสเวะกรมจะนุ่มเนี่ยจับกรมจะนุ่มเนี่ยจับปุสเวะจังคนไอ้เป็นไงนี่ถ้าคนไอ้ดังชบ้าเปียถ้ากรมจะนุ่มปุจะนุ่มอีกครบเนี่ยจังเกนวมเนี่ยตัวมือขนมกุ๊กถ้าอัดเคยใหญ่เตะทวีบัดอัดบัดปรองประหยัดอัดปรองประหยัดอ่ะปัญหาอันเมียมันนึกสอบอันเมียมันนึกขนมกุ๊กเตะเรื่องราวนู้นยังไม่หนาไพ่ปรำแต่เมียนมันเนี่ยมาจำเรียบทามเมอร์พวกมนุษย์ได้โลกบานด่ากกนู้ไอ้เหล่านี้เกี่ยวกับปงแต่โชว์บังเรียนดอลพวกจนในขนมเปรียบเฮียเวงจังพวกสเวะบานเจนปีกกหายดอยระเบียบหนาคือดอยเตวดาบานโยเจนหายก็เต้าบังเรียนเราตามเปรียบเฮียเตียดไพ่ประมวยนุ่มเมตัวหนึ่งผู้อาจารย์ก็ตัวนอมเกมอกโดยอัดเมียนกลมห่อกลมไฮซอบัดคลายไกลมาดาจนเจ้าคล้วนนึงทมอจังเตยจับเกโดยสรุปบัวเตยเจอเตยเจอเกโดยสรุปบัวเจอผู้สเวะหนึ่งไพ่เปิลกาบานนอมด่านมุกกรมจะนุ่มเหมือนเปรียบเฮียเต้เนี่ยกรมจะนุ่มเนี่ยนอมเนี่ยนะนอมผู้สเวะเมาตลาก้าจังกาบานนอมด่านมุกตลาก้ากรมจะนุ่มเนี่ยกัดก็ได้ยังมันอาจจะทากาบานนอมหมดด่านมุกผู้จะนุ่มนมุกเปรียบเฮีย no จังปูจุ่มนมให้หนึ่งกรมจุ่มนมมันอาจดอดโดขณีบานเต้อัตเนยเวียคอขณียังมันอาจพ
ផ្លាស់ប្ដូរពួកជំនុំទៅក្រុមជំនុំអញ្ចឹងទេដូចយើងប្រើរាល់ថ្ងៃនេះពួកជំនុំក្រុមជំនុំដូចគ្នាមិនមែនអញ្ចឹងទេអត្តន័យមិនដូចគ្នាទេអញ្ចឹងដូចយើងមិនត្រូវប្រើឲ្យដូចគ្នាទេយើងត្រូវប្រើពួកជំនុំមិនត្រូវប្រើក្រុមជំនុំទេអូខេអញ្ចឹងកាលគេបាននាំមកដាក់នៅមុខក្រុមជំនុំមុខតុលាការក្រុមជំនុំមានន័យថាតុលាការអ្នកកាត់ក្តីនោះសម្ដេចសង្ឃស្ដីថាខ28តើយើងមិនបានហាមផ្ដាច់មិនឲ្យឯងរាល់គ្នាណាបង្រៀនពីឈ្មោះនោះទៀតទេឬអីតែមើលឯងរាល់គ្នាបានបង្រៀនសេចក្តីនោះនៅពេញក្រុងយេរូសាឡិមទាំងមូលវិញព្រមទាំងគិតទម្លាក់ទោសពីឈាមមនុស្សនោះមកលើយើងផងអញ្ចឹងក្រុមជំនុំហាមមិនឲ្យនិយាយពីព្រះយេស៊ូវក្រុមជំនុំហាមមិនឲ្យផ្សាយដំណឹងល្អក្រុមជំនុំចាប់ពួកសាវកដាក់គុកក្រុមជំនុំទាស់ជាមួយនឹងព្រះយេស៊ូវក្រុមជំនុំវាយពួកសាវកក្រុមជំនុំហាមមិនឲ្យផ្សាយដំណឹងល្អនឹងឲ្យអត្តន័យក្រុមជំនុំតើខ្លួនឯងជាក្រុមជំនុំប៉ាសង្ឃឹមថាអត់ទេប៉ាសង្ឃឹមថាខ្លួនឯងជាពួកជំនុំជឿព្រះយេស៊ូវផ្សាយដំណឹងល្អជឿព្រះយេស៊ូវធ្វើតាមព្រះយេស៊ូវផ្សាយដំណឹងល្អជាព្រះវិហារនៃព្រះមិនមែនក្រុមជំនុំទេមិនមែនទេអូខេខ29ព្រះគម្ពីរកិច្ចការចំពុក5ហើយយើងមកដល់ខ29ហើយអាមែនខ29សូមស្ដាប់តែពេត្រុសនិងពួកសាវកឯទៀតឆ្លើយឡើងថាត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្សអញ្ចឹងព្រះវិញ្ញាណបរិសុទ្ធបាននាំពួកយើងចេញនាំពួកសាវកចេញពីគុកអញ្ចឹងខ្ញុំស្ដាប់ព្រះខ្ញុំមិនមែនស្ដាប់ក្រុមជំនុំនៃឯងកាត់ក្តីខ្ញុំទេរីឯព្រះនៃឯយកោយើងរាល់គ្នាទ្រង់បានប្រោសព្រះយេស៊ូវដែលលោកអ្នករាល់គ្នាបានសម្លាប់ដោយព្យួរនៅជាប់លើឈើឲ្យទ្រង់មានប្រជញ្ញរស់ឡើងវិញហើយព្រះបានដំកើងទ្រង់ឡើងដោយសារព្រះហស្ថស្ដាំឲ្យធ្វើជាព្រះអង្គម្ចាស់មិនព្រះជាម្ចាស់ទេព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះដើម្បីនឹងប្រោសប្រទានការប្រែចិត្តដល់សាសអ៊ីស្រាអែលប្រយោជន៍ឲ្យបានរួចពីបាប32យើងខ្ញុំនេះព្រមទាំងព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានដល់អ្នករាល់គ្នាបានស្ដាប់បង្គាប់ពីទ្រង់ពីការទាំងនោះអញ្ចឹងពួកសាវកស្ដាប់បង្គាប់ព្រះវិញ្ញាណហើយចេញផ្សាយដំណឹងល្អក្រុមជំនុំគឺទៅទប់ស្កាត់មិនឲ្យដំណឹងល្អបានឮដល់ពួកជនជាតិអ៊ីស្រាអែលពេត្រុសថាខ្ញុំត្រូវស្ដាប់ព្រះវិញ្ញាណបរិសុទ្ធប្រងបានប្រាប់ឲ្យខ្ញុំធ្វើខ្ញុំស្ដាប់ព្រះខ្ញុំពួកអ្នកដែលក្រុមជំនុំចាប់ពួកយើងនេះយើងមិនខ្វល់ទេអាមែនខ33លុះកាលពួកក្រុមជំនុំបានឮអ្នកណាគេក្រុមជំនុំអ្នកណាគេតុលាការលុះកាលតុលាការបានឮលុះកាលអ្នកកាត់ក្តីបានឮលុះកាលក្រុមជំនុំបានឮអញ្ចឹងក្រុមជំនុំនេះមិនមែនព្រះវិហារទេជាអ្នកកាត់ទោសជាអ្នកចាប់ចងជំនុំជម្រះគេនិន្ទាគេអានេះខុសអានេះត្រូវហោរានេះខុសហោរានោះត្រូវព្រះតារៈកតរៈអេអូអាហ្នឹងហើយក្រុមជំនុំហ្នឹងអញេអញៃចាប់ចងវាយចោតគេចេះចោតគេចោះគ្មានព្រះទេក្រុមជំនុំគឺគ្មានព្រះទេក្រុមជំនុំគឺជាអ្នកតតាំងជាមួយនឹងព្រះក្រុមជំនុំគឺអ្នកអាទទឹងនឹងព្រះគ្រីស្ទក្រុមជំនុំគឺជាអ្នកចាប់ចងក្រុមជំនុំគឺជាអ្នករាំងស្ទះដំណឹងល្អហាមដំណឹងល្អ
ក្រមជំនុំជាអ្នកមើងងាយគេក្រមជំនុំរំខានការងារព្រះក្រមជំនុំនិន្ទាអង្គុយរិះគន់គេក្រមជំនុំចាប់ចងពួកសាវកវាយពួកសាវកហាមឃាត់ពួកសាវកមិនឲ្យផ្សាយដំណឹងល្អក្រមជំនុំអ្នកសម្លាប់ព្រះយេស៊ូវចង់បានផុសតាងអីទៀតទេអញ្ចឹងរឿងពួកជំនុំនិងក្រមជំនុំវាមេឃហើយនឹងដីអត្តន័យខុសគ្នាដាច់ស្រឡះប៉ាអានម្ដងទៀតកិច្ចការចំពុក5ខ33លោកកាលក្រមជំនុំបានលឺតឡាការបានលឺនោះគេមានចិត្តក្តៅក្រហាយជាខ្លាំងក៏ពិគ្រោះគ្នានឹងសម្លាប់ពួកសាវកចេញអ្នកណាចង់សម្លាប់ពួកសាវកក្រុមជំនុំហើយចុះកូនឯងជាក្រុមជំនុំឬក៏ជាពួកជំនុំកូនឯងប្រកាសឆ្លើយថាខ្ញុំជាពួកជំនុំមិនមែនក្រុមជំនុំទេពីព្រោះក្រុមជំនុំគេចង់សម្លាប់ពួកសាវកហើយខ្ញុំគ្មានចេតនាចង់សម្លាប់ទេហើយចឹងកូនឯងឈប់ប្រើពាក្យក្រុមជំនុំទៀតពីថ្ងៃនេះទៅមុខគឺជាពួកជំនុំព្រះវិហារនៃព្រះជាពួកជំនុំប្រកបណាស់មិនមែនក្រុមតុលាការក្រុមកាត់ក្តីអត់ទេខ33សារជាថ្មីព្រះគម្ពីរកិច្ចការចំពុក5ខ33លោកកាលក្រុមជំនុំបានឮក្រុមតុលាការហ្នឹងហៅក្រុមជំនុំពួកកាត់ក្តីណាគេហៅក្រុមជំនុំលោកកាលក្រុមជំនុំបានឮនោះគេមានចិត្តក្តៅក្រហាយជាខ្លាំងក៏ពិគ្រោះគ្នានឹងសម្លាប់ពួកសាវកចេញអ្នកណាចង់សម្លាប់ក្រុមជំនុំប៉ុន្តែមានពួកផារីស៊ីម្នាក់ឈ្មោះកាម៉ាលៀជាអ្នកប្រាជ្ញច្បាប់ដែលមនុស្សទាំងអស់រាប់អានលោកឈរឡើងក្នុងក្រុមជំនុំចឹងកាម៉ាលៀអ្នកដែលមានគេឈ្មោះល្អគាត់ក្រោកឈរនៅក្រុមជំនុំនៅតុលាការនៅកន្លែងកាត់ក្តីគាត់ឈរឡើងនិយាយនៅក្នុងតុលាការនៅក្នុងក្រុមជំនុំបង្គាប់ឲ្យបញ្ចេញពួកសាវកទៅខាងក្រៅបន្តិចសិនទៅរួចលោកមានប្រសាសន៍ទៅក្រុមជំនុំអញ្ចឹងកុំឲ្យពួកសាវកឮកាមីលៀគាត់ក្នុងចំណោមតុលាការនឹងដែរគាត់មានគេឈ្មោះល្អគាត់ឲ្យពួកសាវកចេញទៅសិនគាត់នឹងប្រគ្រោះគ្នាជាមួយនឹងពួកតុលាការពួកក្រុមជំនុំហ្នឹងអូខេរួចលោកមានប្រសាសន៍ទៅក្រុមជំនុំថាពួកសាសអ៊ីស្រាអែលអើយចូលប្រយ័ត្នខ្លួនពីដំណើរមនុស្សទាំងនេះដែលអ្នករាល់គ្នាគិតធ្វើដល់គេប្រយ័ត្នណា36បាត់ពីដើមមានឈ្មោះធ្វើដាស់លើខ្លួនឡើងថាជាអ្វីណាក៏មានមនុស្សចំនួនណាជា400នាក់បានចូលពួកវាតែវាត្រូវគេសម្លាប់ទៅហើយពួកអ្នកទាំងប៉ុន្មានដែលចុះចូលចំពោះវាក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ37ក្រោយនោះមកនៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រនោះមានឈ្មោះយូដាសជាអ្នកស្រុកហ្គាលីលេទៀតបានលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួនវាក៏វិនិច្ឆ័យបាត់ទៅដែរហើយពួកអ្នកដែលចុះចូលតាមក៏ត្រូវខ្ចាត់ខ្ចាយទៅទាំងអស់ទៅ33អញ្ចឹងក៏មីលៀលហ្នឹងគាត់ជាតុលាការក្នុងក្រុមជំនុំអញ្ចឹងគាត់និយាយនៅក្នុងក្រុមជំនុំពួកពលបរិវារគាត់នឹងក្រុមជំនុំនៅអ្នកកាត់ក្តីថាប្រយ័ត្នណាព្រោះយើងស្រុកយើងនឹងធ្លាប់ជួបរឿងហេតុការណ៍ណាដោយរដ្ឋបហាដោយអីចឹងទៅមានម្នាក់នឹងឈ្មោះនេះមានម្នាក់នឹងឈ្មោះនោះអញ្ចឹងកុំប៉ះពាល់កែលោកប្រជាពលរដ្ឋកាន់ខាងគេនាំឲ្យមានការរើបំរាស់ប្រយ័ត្នត្រូវដុំថ្មចង់និយាយចឹងខ38ដូច្នេះខ្ញុំទូលមានអ្នករាល់គ្នាចូលដកខ្លួនពីមនុស្សទាំងនេះចេញកុំឲ្យធ្វើអ្វីដល់គេឡើយត្បិតបើសិនជាគំនិតគេឬការគេធ្វើនោះកើតឡើងពីមនុស្សនោះនឹងត្រូវវិនាសទៅជាមិនខានខ39តែបើកើតពីព្រះវិញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេក្រែងអ្នករាល់គ្នាជាប់ទោស
នឹងពួកតយុទ្ធនឹងព្រះដែរអញ្ចឹងបើសិនជាគំនិតមកពីសាច់ឈាមវោហើយប៉ុន្តែបើមកពីព្រះរឹតតែវោថែមទៀតចឹងកាមីលៀលគាត់ថាកុំប៉ះពាល់អីល្អជាងអញ្ចឹងបើសិនជាពួកគេជាពួកសាវកនៃព្រះមែនអញ្ចឹងក្រុមជំនុំពួកកតឡាការពួកកាត់ក្តីពួកអាចារ្យពួកផារីស៊ីសាដូស៊ីហ្នឹងប្រកាសជាតាំងខ្លួនទាស់នឹងព្រះហើយពីព្រោះបានប៉ះពាល់សាវករបស់ព្រះ40ពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោកអ្នកណាគេយល់ព្រមតាមក្រុមជំនុំអ្នកណាគេជាក្រុមជំនុំតុលាការអ្នកកាត់ក្តីហ្នឹងហើយគេហៅក្រុមជំនុំមិនខ្លួនឯងទេខ្លួនឯងជាពួកជំនុំហើយភាសាពីរហ្នឹងអត់ដូចគ្នាទេប៉ាកំពុងតែវែកញែកដើម្បីខ្លួនឯងបែងចែកឲ្យត្រូវនិយាយឲ្យត្រូវឈប់តាំងខ្លួនឯងទាស់នឹងព្រះទៀតទៅឈប់តាំងខ្លួនឯងទាស់ជាមួយដំណឹងល្អទៀតទៅឈប់តាំងខ្លួនឯងទាស់ជាមួយសាវកជាមួយហោរាជាមួយការបង្រៀននេះឈប់តាំងខ្លួនឯងទាស់ជាមួយនឹងដំណឹងល្អព្រោះមានតែក្រុមជំនុំទេដែលទាស់រីឯពួកជំនុំគឺជាអ្នកដើរតាមព្រះយេស៊ូវធ្វើតាមព្រះយេស៊ូវគឺជាព្រះវិហារនៃព្រះយេស៊ូវខ40ដដែលពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោករួចកាលបានហៅពួកសាវកមកវិញនោះក៏វាយនឹងរំពាត់ព្រមទាំងហាមឃាត់មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀតចូលលេងឲ្យទៅសំណួរសួរថាអ្នកណាអ្នកវាយពួកសាវកក្រុមជំនុំអ្នកណាដែលចាប់ពួកសាវកក្រុមជំនុំចឹងក្រុមជំនុំជាអ្នកបៀតបៀនខ្លាំងណាស់ចំពោះដំណឹងល្អចឹងប៉ាសូមមេត្តាឲ្យកូនឯងប្រើពាក្យពួកជំនុំពីព្រោះពួកជំនុំជាព្រះវិហាររបស់ព្រះខំប្រឹងផ្សាយដំណឹងល្អនឹងហើយគេហៅថាពួកជំនុំក្រុមជំនុំឃើញទេចាប់ពួកសាវកចងពួកសាវកដាក់គុកពួកសាវកវាយនឹងរំពាត់ហើយហាមឃាត់មិនឲ្យគេនិយាយពីនាមព្រះយេស៊ូវទៀតដូចប៉ាកំពុងតែចែកចាយអញ្ចឹងក្រុមជំនុំគេចេញមកគេទៅហោរានឹងចែកចាយមេរៀនអត់ត្រូវទេអញ្ចឹងក្រុមជំនុំនឹងគេរិះគន់និន្ទាអង្គុយតែចោតប្រកាន់អានេះត្រូវអានេះខុសអានេះត្រូវអានេះខុសខ្លួនឯងនឹងជាតឡាការជាចៅក្រមអញ្ចឹងគេតាំងខ្លួនគេជាក្រុមជំនុំហើយដើរអង្គុយរិះគន់គេនឹងគេហៅក្រុមជំនុំហើយអង្គុយនិន្ទាគេថាអញ្ចេះថាអញ្ចោះនឹងហៅក្រុមជំនុំហើយមិនពួកជំនុំទេអញ្ចឹងអានេះប៉ាបែងចែកឲ្យកូនឯងយល់អត្ថន័យពីហ្នឹងអញ្ចឹងក្រុមជំនុំហ្នឹងគេចាប់ពួកសាវកវាយពួកសាវកហើយប្រឡែងឲ្យពួកសាវកចេញហាម5កុំឲ្យពួកសាវកហ្នឹងនិយាយនាមព្រះយេស៊ូវហាម5ពួកសាវកហ្នឹងកុំឲ្យផ្សាយដំណឹងល្អទៀតអាហ្នឹងហើយក្រុមជំនុំនោះ41ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅមិនចេញពីព្រះវិហារទេណាចេញពីតុលាការឃើញទេអញ្ចឹងពួកសាវកចេញពីក្រុមជំនុំមានតែចេញពីតុលាការទៅដោយអស្ចារ្យពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំណៀលដោយព្រោះព្រះនាមព្រះអង្គអញ្ចឹងពួកសាវកបានទទួលពរហើយដែលគេនៅតែរក្សាជំហររបស់គេខ42ហើយអ្នកទាំងនោះចេះតែបង្រៀនព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវនៅក្នុងព្រះវិហារហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ចអញ្ចឹងពួកជំនុំគឺជាពួកអ្នកដែលផ្សាយដំណឹងល្អពួកជំនុំគឺជាពួកអ្នកដែលជឿព្រះយេស៊ូវផ្សាយដំណឹងល្អក្រុមជំនុំគឺជាអ្នករាំងស្ទះការងារអស់ហ្នឹង
ក្រមជំនុំគឺជាអ្នករាំងស្ទះការងារដំណឹងល្អចាប់ចងពួកសាវកអង្គុយនិន្ទាសម្រាប់ព្រះយេស៊ូវសម្រាប់ពួកសាវកចាប់ពួកសាវកដាក់ខ្នោះដាក់គុកធំក្រមជំនុំគឺជាអ្នកកាត់ក្តីក្រមជំនុំជាអ្នកវាយពួកសាវកក្រមជំនុំគឺជាអ្នកហាមឃាត់មិនឲ្យផ្សាយដំណឹងល្អអញ្ចឹងថ្ងៃនេះកូនឯងបានទទួលសារច្បាស់រវាងពួកជំនុំនិងក្រមជំនុំនេះគ្រាន់តែជាលើកឧទាហរណ៍តិចតួចទេនៅក្នុងព្រះគម្ពីរទាំងមូលគឺមានច្រើនណាស់តាំងពីព្រះគម្ពីរសញ្ញាចាស់រហូតដល់សញ្ញាថ្មីសញ្ញាចាស់ក៏និយាយអំពីពួកជំនុំថ្វាយបង្គំពួកជំនុំបរិសុទ្ធមិនក្រុមជំនុំទេអញ្ចឹងកូនឯងដោយសារបណ្ដាសាហើយកូនឯងឮតែគេនិយាយពេញហើយយូរទៅស៊ាំនឹងតិចហើយមាត់កូនឯងចេញខ្លែងចេញដូចគេឬឯងដែរអញ្ចឹងនៅថ្ងៃនេះហោរាប្រកាសគ្រប់ទាំងមន្តអាគមគ្រប់ទាំងបណ្ដាសាដែលខ្មាំងសត្រូវបានដាក់នៅក្នុងសតិនៅក្នុងចិត្តនៅក្នុងបេះដូងរបស់កូនឯងហោរាប្រកាសថារលាយពីផ្នត់គំនិតកូនឯងចេញហើយកូនឯងពីថ្ងៃនេះទៅស្អាតនៅក្នុងព្រះនាមព្រះយេស៊ូវស្អាតអញ្ចឹងពីថ្ងៃនេះទៅកូនឯងជាអ្នកពួកជំនុំហើយថ្ងៃស្អែកប៉ានឹងបង្រៀនអត្តន័យយេស៊ូវអាម៉ាស៊ីស្អែកហេតុអីហោរាប្រើពាក្យយេស៊ូវហេតុអីមិនព្រមប្រើពាក្យព្រះយេស៊ូវដូចគេដូចឯងហើយប៉ានឹងពន្យល់ថ្ងៃស្អែកព្រះយេស៊ូវចេញពីប្រភពណាចុះយេស៊ូវជាអ្នកណាហេតុអីហោរាមួយនឹងការបង្រៀនគាត់ហើយនៅស្រុកខ្មែរហេតុអីគេមិនព្រមប្រើពាក្យយេស៊ូវទៅគេប្រើពាក្យព្រះយេស៊ូវហើយហោរាមួយនឹងខុសគេអញ្ចឹងហើយគេដើរចោទប្រកាន់ពួកគេក្រុមជំនុំគេចោទប្រកាន់ថាយើងបង្រៀនខុសគេហើយវាខុសឆ្គងគេយល់ឃើញអញ្ចឹងពួកគេជាក្រុមជំនុំឲ្យតែខុសរបស់គេហៅយើងខុសឆ្គងហើយពួកគេក្រុមជំនុំគេអ្នកកាត់ក្តីគេអ្នកតឡាការគេវាយតម្លៃយើងគេជំនុំជម្រះយើងគេនិន្ទាយើងមែនសប្តាហ៍ថ្ងៃនេះគេមិនគប់យើងដោយដុំថ្មមែនសប្តាហ៍ថ្ងៃនេះគេមិនចាប់យើងដាក់គុកប៉ុន្តែសម្ដីរបស់គេហើយគេអះអាងថាគេជឿព្រះទៀតជឿព្រះយេស៊ូវដូចគ្នាហើយយើងខំធ្វើការព្រឹកល្ងាចមួយអាទិត្យ7ថ្ងៃហើយគេនៅតែថាយើងខុសឆ្គងហើយអ្នកដែលគេនិយាយហ្នឹងមិនដឹងថាគេធ្វើការអីខ្លះទេហើយបើយើងសួរគេថាយើងខុសអីគេមិនដឹងប្រាប់យើងមិនទៀតបើខុសគួរតកែគ្នាប៉ុន្តែឲ្យគេប្រាប់មកខុសអីដោយរឿងពួកជំនុំនិងក្រុមជំនុំនេះដែលខ្ញុំខំផ្សាយខំនិយាយនេះតើវាខុសអីដែលឲ្យមនុស្សប្រើប្រាស់ត្រូវនេះហើយយើងអានព្រះគម្ពីរដូចគ្នាយើងមើលខគម្ពីរដូចគ្នាហើយខំបែងចែកឲ្យយល់ថាពួកជំនុំនិងក្រុមជំនុំវាខុសគ្នាអញ្ចឹងអ្នកដែលអង្គុយនិន្ទាគឺជាក្រុមជំនុំអ្នកដែលកាត់ក្តីគេគឺជាក្រុមជំនុំអ្នកដែលអត់ខំធ្វើការងារព្រះគឺជាក្រុមជំនុំអ្នកដែលទប់ស្កាត់ដំណឹងល្អចោតប្រកាន់គេខុសគេត្រូវគេអីហ្នឹងក្រុមជំនុំហើយប៉ុន្តែកូនឯងជាពួកជំនុំអ្នកជឿព្រះយេស៊ូវហើយខំធ្វើការងារព្រះ Holy Spirit Generation ជំនាន់នៃព្រះវិញ្ញាណបរិសុទ្ធសូមប្រទានពរបន្ថែមហើយបន្ថែមទៀតក្នុងព្រះនាមនិងព្រះគុណដ៏អស្ចារ្យគឺព្រះម្ចាស់ព្រះយេស៊ូវអាម៉ាស៊ីអាមែនអាមែនអាមែនសូមប្រទានពរទាំងអស់គ្នាហើយថ្ងៃស្អែកណាសង្ឃឹមថាយើងអាចជួបគ្នាប៉ានឹងចែករំលែកអំពីនាមយេស៊ូវពាក្យថាយេស៊ូវអាម៉ាស៊ីហេតុអីហោរាចិត្តតែប្រើហើយ
នៅស្រុកខ្មែរអត់មានអ្នកប្រើអញ្ចឹងហើយតើហោរានេះនិយាយពីព្រះមួយទៀតតើហោរានឹងចេះពីណាមកហើយនៅក្នុងព្រះគម្ពីរមួយណាយេស៊ូវនឹងអត់ឃើញអញ្ចឹងហេតុអីហោរាបង្រៀនអីក្រៅពីព្រះគម្ពីរចេះមួយចេះពីរចឹងស្អែកសង្ឃឹមថាមិននឹងបានជួបគ្នាតាក់ទងនឹងរឿងយេស៊ូអាម៉ាស៊ីអាមែនចឹងកុំភ្លេចអធិដ្ឋានណាប៉ាមិនរំលឹកទៀតទេពីព្រោះគ្រោះថ្នាក់មកដល់អសន្នរោគមកដល់រំជួយផែនដីភ្នំភ្លើងផ្ទុះណាឥឡូវនេះរងចាំតែសញ្ញាទាំងអស់នឹងទេព្រះអង្គអាចយាងមកវិញគ្រប់ពេលអញ្ចឹងចាំយាមជាមួយនឹងព្រះអង្គអធិដ្ឋានដើម្បីព្រះអង្គចាត់អ្នកចម្រូតមកប្រទេសកម្ពុជានៅប្រទេសកម្ពុជាយើងចម្រូតធំណាស់អាមែនអធិដ្ឋានឲ្យប៉ាឲ្យហោរាជាអ្នកបម្រើព្រះអង្គឲ្យបានប្រកបដោយប្រពោនិងប្រគុណនៃព្រះយើងមានការងារច្រើនណាស់ត្រូវធ្វើណាអាទិត្យនេះកំពុងឆ្នាំងបន្ទាប់ពីកំពុងឆ្នាំងគឺកំពុងចាមឃើញទេអរគុណព្រះអង្គចឹងសូមព្រះអង្គប្រទានពរបន្ថែមឲ្យបន្ថែមទៀតក្នុងព្រះនាមនិងព្រះគុណដ៏អស្ចារ្យគឺព្រះអង្គម្ចាស់ព្រះយេស៊ូវអាម៉ាស៊ីអាមែនអាមែនអាមែនសូមព្រះអង្គប្រទានពរបាយបាយ